មួយភ្លៀងជាបោកក្បាលវីដេអូមកយកថាពុកគុកទឹកស៊ុបធ្វើទឹកស៊ុបត្រីក្រហមបងប្អូនអរគ្នាមានត្រីក្រហមមកយកទៅធ្វើទឹកស៊ុបហ្នឹងធ្វើស៊ុបហូបហ្នឹងមិនជាអីខែរងាជាភ្លៀងរហូតមកបងប្អូនហើយនិយាយតាមចូលវិធីធ្វើទាំងអស់គ្នាបងប្អូនអរគ្នាបន្តមកយើងដាក់ហ្នឹងយកក្តៅហើយយើងលីងម្ទេសទេផ្លោកបងប្អូនទេផ្លោកយើងឆាំវាម៉ត់ហើយបន្តមកយើងដាក់លកូចសើចកុលកៃដេងអីហ្នឹងហើយខ្ទឹមសបន្តិចមកខ្ទឹមសទៅមិនហ្នឹងហើយយើងកូរវាចូលនោះបានថ្ងៃនេះបានប៉ុនធ្វើឲ្យហូបចឹងណាទឹកធ្វើទឹកស៊ុបលក្ខណៈទឹកស៊ុបត្រីក្រហមបងប្អូនអរគ្នាយើងកូរវាគ្រឿងវាឈ្ងុយអាកុលកៃដេងលកូចសើចហ្នឹងកូរវាឈ្ងុយអីភ្លើងបើកតិចបានកុំឲ្យបើកច្រើនបើកខ្លាំងពេកខ្លាចឆាប់ខ្លោចបន្តមកយើងឲ្យចាក់ដោះគោឆៅចូលមកដោះគោឆៅទឹកស៊ុបត្រីក្រហមវិធីធ្វើងាយទេបងប្អូនអរគ្នាហើយយើងប្រើទឹកសាបនេះយើងប្រើទឹកដូងខ្ចីរបស់យើងដូងធម្មជាតិពិតមកបងប្អូនអរគ្នាយើងដាក់ដូង2ផ្លែបងប្អូនដាក់ដូង2ផ្លែយកតាមពណ៌ឡើងម្ដងតបមកយើងដាក់ម្សៅស៊ុបដាក់ប៊ីចេងអីចឹងណាម្សៅស៊ុបដុំស៊ុបអំបិលបន្តិចអីបន្តិចតាមមួយចិត្តបងប្អូនអញ្ចឹងទឹកស៊ុបយើងធ្វើរួចស្រេចហើយបន្ទាប់មកយើងមកហាន់បន្លែយើងហ្នឹងបន្លែមានដូចជាតកួនមានអីអញ្ចឹងណាតកួនឲ្យមានអ្នកហាន់មានអ្នកជួយហាន់ជួយអីបានចាប់បានហូបអញ្ចឹងណាពេលល្ងាចដែរភ្លៀងមកលឹមស្រេចហ្នឹងដាក់ស៊ុបជែកក្តៅអីមកហើយហាន់តកួនកង់អញ្ចឹងមកតកួនអីហ្នឹងហើយបងប្អូនអរគ្នាយើងហាន់វាកង់តាមដាប់ដោយឲ្យមាន3បូកូមានអីចឹងហាន់សណិតតែបងប្អូនអរគ្នាហ្នឹងហើយនិយាយថាថ្ងៃនេះដើររកក្តាមរអីទេមិនមានក្តាមមានអីទៀតយកមកដាក់នោះដឹងអេហ្មងលក្ខណៈវាស៊ុបត្រីយើងដាក់ក្តាមដាក់ខ្យងទៀតរត់អេមទៀតហើយវា3បូកូអីយើងបន្លែយើងដាក់អំបិលចូលបន្តិចមកអំបិលយើងលាងវាដើម្បីឲ្យវាស្រះឆ្អាតងប់មេរោគអញ្ចឹងណាបងប្អូនគ្នាមានសិតចូលមិនអីចឹងយើងដាក់ត្រាំទឹកអំបិលឲ្យវាអេមឲ្យវាកាត់ជាតិស្នាមជាតិពុលជាតិអីចឹងហ្នឹងហើយបងប្អូនគ្នាហើយតបមកយើងឲ្យលាងរួចស្រេចហើយរួចស្រេចហើយបងទឹកស៊ុបរបស់យើងក៏ពុះហើយយើងដាក់ទឹកត្រីបងអូឡំទឹកត្រីក៏ដាក់ដែរទឹកត្រីហើយនឹងត្រីក្រហមរបស់យើងហ្នឹងបងប្អូនគ្នាហើយទឹកត្រីណាកាលយើងដាក់ងោះវាយូរពេកខ្លាចវាឆាប់ស្បែកសាច់បែកអីចឹងណាបងប្អូនគ្នាហើយរួចស្រេចហើយយើងដាក់ហូបមីអីចឹងណាបងប្អូនគ្នាហើយមិនជាក់ឲ្យធ្វើស៊ុបហូបចឹងវាអេមដែរជួបជុំបងប្អូនក្រុមគ្រួសារអញ្ចឹងហើយវីដេអូខ្ញុំវាខ្លីទេបងប្អូនគ្នាកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងបាទអរគុណច្រើនបាយបាយ